គិតទៅសប្បាយដែរកាលនៅពីក្មេងអត់ខ្វល់អីដឹងតែប្រត់លេងបាយមានស៊ីស្រាប់ទៅសាលាជុំជើងគ្នាគ្រូគាត់មាក់ទៀតដែរពួកហ្នឹងនឹងអត់ចូលរៀនទៀតដែរស្អែកឡើងហើយបើមកគុញកដាស់ជួនកំពុងម្ដាយខ្ញុំឯងកាលទាំងឥឡូវមកចូលសាច់រឿងខ្ញុំម្ដងពេលខ្ញុំអាយុ8ឆ្នាំពេលខ្ញុំនៅក្មេងរត់លេងយ៉ាងសប្បាយគ្មានខ្វល់គ្មានខ្វាយពីរឿងអីទាំងអស់កាលវ័យខ្ញុំនោះខ្ញុំនៅចាំច្បាស់ចាំចំណិចមិនភ្លេចចាំណាស់ពួកម៉ាក់2នាក់មួយឈ្មោះអតាក់មួយទៀតអតោម៉ាស់ដៃគូក្នុងភូមិចាស់ហៅតាក្មេងខូចនៅអាសាលារៀនគ្មានចូលថ្នាក់គ្រូវាយឡើងលោតយកពេលលេងឈូសគប់វងហើយដីដើរមើលស្រីនៅសាលាមួយគ្នាគ្រូគេដេញវាយតាំងអាយុ8ឆ្នាំហួសចិត្តខ្លួនឯងលេងល្បែងបានការមិនទាន់គ្រប់អាយុចង់មានស្នេហាឃើញនារីម្នាក់នាងស្អាតអស់ចាតែនៅក្មេងពេកចេះតែខំតបថាបាញ់សងសានិយាយពិតមិនក៏ហត់ដឹងខ្លួនឯងនៅក្មេងលែឡោះអត់ដឹងអីស្លៀកខោចង់ទៅស៊ីវាសបោតផ្លាក់ជើងផ្លាក់ដៃចិត្តទៅមួយថ្ងៃមិនដែលចេះខ្វល់ត្រឡប់មកដល់ផ្ទះបោះតាមអីវ៉ាន់រូតព្រះពពួរមិត្តភក្តិដើរលេងមាត់បឹងភូមិយើងបុកកឡោចោលលុយម្នាក់200-300ទៅទិញបារីឲ្យតែផុតពីផ្ទះដឹងតែមានតែកេះម្នាក់មួយក្នុងអប៉ៅដើរជួបពេញផ្លូវលើតូបក្នុងសាកិច្ចតែពីសាលាបាច់ចាំរកអាណានៅរោងផ្លាត់ជូបោកពុសក់គ្នា5-6នាក់អង្គុយផឹកលើតុអាណោះទៅតែគេផឹកឡើងកាប់មុខតូចផ្សេងធំសឹងកាលនោះក្មេងពេកបានទីខ្ញុំអត់ដឹងអាយុ8ឆ្នាំបានទីខ្ញុំខូចចឹងឥឡូវទើបដឹងទើបខ្ញុំចេះកាយកាលនៅពីតូចខួរស្ដាប់ម៉ែក៏ជេរកោកនៅតែទានតែជាខ្លួនឯងប្រាប់ថាកុំភ្លេចតែនៃរឿងខ្ញុំចាំជានិច្ចកាប់ខ្ញុំនៅតូចតែខ្ញុំនៅចាំអាយុទៅ8ឆ្នាំគ្រូឆ្នាំ5ខូចដល់7លពយលេខឡោះស្រីមកតិន7ថ្ងៃឃើញមុខតែម្ដងសុំតែអត់ឃើញផងបងដល់មុខថ្នាក់តែលួចផ្លោះលបងគេទៅជួបសម្លាញ់មិនភ័ក្រគ្រឿនបោះពពួរគ្នាវាយមាផឹកស្រាបុកវិយាវាយពងចាក់សេះចាក់ប៉ងក្នុងកប៉ៅអស់លបងអង្គុយមើលគេលេងដល់ម៉ោង11ទៀងកង់ទៅផ្ទះទូផ្ទះលាដៃថាទៅរៀនគួរថ្ងៃបាយហើយមិនទាន់ឌូសរាន់ទៅក្រៅដកលុយពីប៉ៅលេងឈូកវងសុបិនបថុយអាឆ្នះសាច់សៀងចាញ់វិញមុខស្អុយបាយមិនទាន់ចាយផងតែត្រូវដាច់លុយអុយសយមែនអញលេងអីក៏ចាញ់ថែមទាំងសម្លាញ់វាបោកក៏បាយយកសភៅតាមយកទៅឲ្យម៉ែអានបើខ្វាក់ឃើញសុទ្ធតែពង1បាច់ទៅតវ៉ាស្នេហ៍ពីយកស្លាញ់ចំណោមសិស្ស42ជាប់លេខ41ជាមួយនឹងម៉ែផែនទៅរៀនត្រួតថ្នាក់ហើយប្រើប៉ាមកទៅជួបគាត់ថ្ងៃស្អែកដើរតមកវាឃើញគាត់កំពុងអង្គុយសួរថាមកពីណាខ្ញុំថាមកពីរៀនគួរមើលទៅដូចមិនសួរលះគាត់ទៅណោះប្រាប់អូនបលបងដងលីនឹងត្រូវបាច់ទៅតមកមានតែយំសុំបង្វល់ឲ្យម៉ែគាត់ចាំគាត់ឲ្យផងខ្ញុំមិនដែរធ្វើខុសលើកនេះទៅម្ដងលើកក្រោយលេងឲ្យម៉ែអើយជួយផងផ្សេងធំសឹងកាលនោះក្មេងពេកបានទីខ្ញុំអត់ដឹងអាយុ8ឆ្នាំបានទីខ្ញុំខូចចឹងឥឡូវទើបដឹងទើបខ្ញុំចេះកាយកាលនៅពីតូចខួរស្ដាប់ម៉ែក៏ជេរកោកនៅតែទានតែជាខ្លួនឯងប្រាប់ថាកុំភ្លេចតែនៃរឿងខ្ញុំចាំជានិច្ចចង់និយាយបន្តិចរំលឹករឿងពីតូចបានអាយុ8ឆ្នាំខូចទៅសាន់ខូចដើរលេងពេញភូមិក៏ខ្លាចអ្នកណាវាយគ្នាពេញសាលាអត់ចុកចិត្តទុកដាក់ស្លៀកបំពាក់សិតតែដីគ្រូនិយាយគាត់មិនមានម៉ែឪមកស្អុយត្រេះតែញេតែមេដៃហើយគាត់បងលុយចប់រឿងរ៉ាវអត់មកដល់ផ្ទះខ្ញុំ20កលេចទៅឃើញឪអង្គុយមើលខ្សែតៃខ្ញុំគិតក្នុងចិត្តថ្ងៃនេះច្បាស់ជាត្រូវម៉ែផ្លូវទុកឲ្យហើយធ្វើកន្លែងចិនឡោះផ្លោះចេញខ្ញុំមិននៅរត់ចេញទៅបាត់ស្រាប់បានជួបពួកម៉ាឬបបួរដើរលេងរកកន្លែងសម្រាប់នៅក្រោមដើម7ខ្យល់សែនត្រជាក់ដាក់ខ្លួននឹងរឹងដេកស្ដឹងក៏លក់ទៅបាត់យើងសក់ឃើញយាយម្នាក់តែអាវសឈរចាំទៅលើក្បាលប្រាប់ខ្ញុំថាឲ្យខិតខំរៀននឹងរឿងមួយទៀតព្រមទូបាត់ម៉ាក់ប៉ាថាហើយគិតមកបើមិនធ្វើតាមគាត់នឹងចាប់ប្រយ័ត្នគាត់មួគាត់ដេកឲ្យទទួលពេញខ្លួនដល់ពេលភ្ញាក់ឡើងតាមពិតយល់សក់ដឹងខ្លួនរត់រយដីហើយពេញភូមិម្នាក់មើលខ្ញុំស្មានតែមានរឿងអីរត់អត់ងាកក្រោយទឹកមុខឡើងភ័យយកគ្រឿងនោះគិតឡើងចង់កន្លះថ្ងៃគិតហើយគិតទៀតនៅតែគិតមិនចេញមិនដឹងត្រូវធ្វើម៉េចក៏យកទៅប្រាប់ឲ្យសត្វតែគាត់ប្រាប់ថាវ៉ាឯងមកនៅថ្ងៃនេះពិសេសឯងច្បាស់ជាត្រូវតូចផ្សេងធំសឹងកាលនោះក្មេងពេកបានទីខ្ញុំអត់ដឹងអាយុ8ឆ្នាំបានទីខ្ញុំខូចចឹងឥឡូវទើបដឹងទើបខ្ញុំចេះកាយកាលនៅពីតូចខួរស្ដាប់ម៉ែក៏ជេរកោកនៅតែទានតែជាខ្លួនឯងប្រាប់ថាកុំភ្លេចតែនៃរឿងខ្ញុំចាំជានិច្ច